Đôi đích đã tha condo tại plong condoมีលក្ខណៈយ៉ាងដូចម្ដេច condo គឺជាអគារសហកម្មសិទ្ធិដែលមានសហកម្មសិទ្ធិរួមគ្នាបាទមានអ្នករស់នៅរួមគ្នានៅលើដីនៅលើអគារតែមួយប៉ុន្តែបន្ទប់ផ្សេងៗគ្នាពាក្យថា condo គឺជាពាក្យដែលកម្ចីពីបរទេសជាភាសាអង់គ្លេសហៅថា condominium ហើយប្រជាជនយើងក៏ងាយស្រួលហៅក៏ហៅតមកថា condo condo គឺជាអគារបែបសកម្មសិទ្ធិដែលមានម្ចាស់ច្រើននៅក្នុងអគារតែមួយហើយបន្ទប់ផ្សេងៗគ្នាហើយប្រើប្រាស់សេវាកម្មរួមគ្នានៅក្នុងអគារតែមួយប្រៀបបានដូចជាសហគមន៍មានន័យថានៅក្នុង condo មានដូចជាអង្គហេតុទឹកក្លឹបបាត់ប្រាណអញ្ចឹងអ្នកដែលរស់នៅក្នុង condo តែមួយនោះគឺគាត់នឹងប្រើប្រាស់សេវាកម្មរួមគ្នាតែម្ដងអគារសកម្មសិទ្ធិកម្រនឹងមានអ្នកស្គាល់ណាស់ថាវាជាអ្វីហើយក៏ពិបាកនឹងកំណត់សម្គាល់ថាជាអគារប្រភេទដូចម្ដេចទើបគេហៅថាអគារសកម្មសិទ្ធិនោះប៉ុន្តែបើនិយាយអំពី condo គេពិតជាស្គាល់យ៉ាងច្បាស់ពីព្រោះពាក្យ condo នេះហាក់ដូចគេស្គាល់ឡើងរត់មុតទៅហើយនឹងដោយសារតែពាក្យអគារសកម្មសិទ្ធិឬ condo នេះកំពុងតែកើតមានប្រងព្រាតគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជាយើងមួយរយៈនេះមានន័យថាបច្ចុប្បន្នគឺមានប្រជាជនខ្មែរយើងមានការទិញច្រើនទាក់ទងនឹង condo ពីមុនគឺមានតែបរទេសភាគច្រើនបាទយោងតាមអនុកិត្តស្ដីអំពីការគ្រប់គ្រងនិងការប្រើប្រាស់អគារសកម្មសិទ្ធិដែលចេញនៅថ្ងៃទី12ខែសីហាឆ្នាំ2009ដែលចេញដោយរដ្ឋាភិបាលកម្ពុជានិងក្រោយមកនៅឆ្នាំ2010រដ្ឋសភាក៏បានអនុម័តច្បាប់មួយនេះស្ដីអំពីការផ្ដល់កម្មសិទ្ធិលើចំណុចឯកជននៃអគារសកម្មសិទ្ធិដល់ជនបរទេសដើម្បីគ្រប់គ្រងអគារសកម្មសិទ្ធិឬក៏ condo ជាអគារឬក៏សំណង់ដែលមានកម្មសិទ្ធិច្រើនអ្នករស់នៅមានន័យថាជាប្រភេទអគារតែមួយតែមានបន្ទប់ច្រើនហើយបន្ទប់នីមួយៗអនុញ្ញាតឲ្យអ្នករស់នៅឬអ្នកទិញអាចក្លាយជាកម្មសិទ្ធិស្របច្បាប់នៃបន្ទប់ឬក៏ unit ដែលខ្លួនបានទិញនោះដែលគេហៅថាកម្មសិទ្ធិនៃចំណែកឯកជនជូនអតិថិជនអ្នកទិញទាំងខ្មែរនិងបរទេសប៉ុន្តែជនបរទេសអាចកាន់កាប់ឬទិញចាប់ពីជាន់ទី1ឡើងទៅនៃអគារសកម្មសិទ្ធិគឺថាជនបរទេសមិនអាចទិញឬក្លាយជាកម្មសិទ្ធិនៅជាន់ផ្ទាល់ដីនិងក្រោមដីបានទេបងប្អូននេះគឺជាប្លង់របស់ condo ហើយនៅលើខាងផ្នែកខាងលើនេះគឺមានរូបបាទអញ្ចឹងទៅបាទហើយដាក់ប្រជាជាតិកម្ពុជាអញ្ចឹងទៅបងប្អូនណាបាទជាសាសនាដូចប្លង់ដីប្លង់ផ្ទះដែរបងប្អូនឃើញទេប៉ុន្តែបងប្អូនមើលខាងនេះបងប្អូននេះកន្លែងនេះបាទកន្លែងនេះគេដាក់ថាវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនបាទវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនបងប្អូនឃើញទេឃើញវាខុសកន្លែងនឹងពីប្លង់ដីនិងប្លង់ផ្ទះអញ្ចឹងខាងក្រោមនេះមានលេខអញ្ចឹងទៅបាទបងប្អូនមើលផ្នែកខាងឆ្វេងដៃបាទឆ្វេងដៃនេះគឺគេដាក់ថាក្បាលដីសកម្មសិទ្ធិលេខហើយខាងក្រោមនេះបាទទីតាំងបាទរាជធានីភ្នំពេញបាទហើយស្ថិតនៅខណ្ឌទួលគោកសង្កាត់បឹងកក់ទី1បាទភូមិ8ផ្លូវ315បាទទីតាំងនេះប្លង់នេះ condo នេះគឺនៅទួលគោកអញ្ចឹងបងប្អូនមើលខាងស្ដាំវិញដែលខាងស្ដាំបងប្អូនណាបងប្អូនឃើញទេខាងស្ដាំហ្នឹងខាងស្ដាំនេះបងប្អូនមើលកន្លែងនេះគេដាក់ថាអគារសហកម្មសិទ្ធិឈ្មោះ DK Sol TK83 ខាងក្រោមទៀតប្លង់ស្ថាបត្យកម្មនៃលិខិតអនុញ្ញាតសាងសង់ចុះថ្ងៃទី13ខែ11ឆ្នាំ2006ទំហំចំណែកឯកជន 83.10 ម៉ែត្រការ៉េហើយជាន់បាទយកចុចមកដោយសារខ្ញុំបិទអត់បង្ហាញទេនេះជាប្លង់របស់ខាងគេទេបាទអញ្ចឹងខាងក្រោមនេះគេដាក់ថាភាគរយនៃចំណែកឯកជនធៀបទៅនឹងទំហំសរុបនៃអគារសកម្មសិទ្ធិ 0.84% អញ្ចឹងយើងមើលមកកន្លែងនេះបាទកន្លែងនេះគឺជាប្លង់បាតគេបងប្អូនប្លង់បាតនៃអគារ condo ហ្នឹងណាប្លង់បាតគេអញ្ចឹងបងប្អូនមើលទៅគឺរៀងមានបន្ទប់អញ្ចឹងបាទមួយជាន់ហ្នឹងមានប្រមាណ unit អញ្ចឹងណាបាទអញ្ចឹងកន្លែងខ្មៅដិតខ្មៅជាងគេនេះបាទដិតខ្មៅជាងគេនេះគឺជាទីតាំងប្លង់នៃ condo នេះហើយវាដូចតែដីនឹងផ្ទះដែរមានថាកន្លែងចំណុចដែលគេ highlight ពណ៌ខ្មៅដិតគឺជាទីតាំងរបស់ប្លង់នៅ condo អញ្ចឹងខាងក្រោមនេះគឺមានធ្វើនៅអីចឹងទៅបងប្អូនណាឃើញដូចខាងក្រោមនេះគឺដូចប្លង់ផ្ទះប្លង់ដីយើងដីឯកសារណាវាខុសតែលើបន្តិចទេអញ្ចឹងបាទអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនទៀតបាទនេះគឺបងប្អូនមិនខុសពីគ្នាទេខាងលើគេដាក់យ៉ាងម៉េចបងប្អូនណាបាទនេះឃើញទេ
បាទវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកជនចឹងទៅបាទហើយលេខបាទក្បាលដីបាទទីតាំងបាទនៅភ្នំពេញបាទនៅខណ្ឌចកាមូនបាទបឹងកេងកងទី3បាទភូមិ1ផ្លូវលេខ396ចឹងទៅអគារសកម្មសិទ្ធិបាទបងប្អូនឃើញទេអគារសកម្មសិទ្ធិនេះឈ្មោះ L បឹងកេងកងទី3ប្លង់ស្ថាបត្យកម្មនៃលិខិតអនុញ្ញាតសាងសង់ចុះថ្ងៃទី1ខែមេសាឆ្នាំ2016ហើយចំណែកឯកជនសរុប 45.5 ម៉ែត្រការ៉េហើយនៅជាន់ភាគរយនៃចំណែកឯកជនធៀបនឹងទំហំសរុបអគារសកម្មសិទ្ធិចុចចឹងទៅបាទអញ្ចឹងកន្លែងនេះគឺជាប្លង់បាតបងប្អូននេះប្លង់បាតដូចគ្នាបាទជាប្លង់បាតអញ្ចឹងណាហើយទីតាំងដែលគេ highlight ពណ៌ខ្មៅដិតនេះគឺជាខុនដូនឹងតែម្ដងបាទខុនដូទីតាំងដែលយើងទិញឬក៏ខុនដូសម្គាល់ថាជាកម្មសិទ្ធិរបស់យើងណាបងប្អូនហើយខាងក្រោមនេះគឺមានចុះថ្ងៃទីចឹងទៅបាទទេសរដ្ឋមន្ត្រីចឹងទៅក្រសួងដែនដីចឹងណាបងប្អូនបាទឈ្មោះចឹងទៅបាទចឹងណាកន្លែងនេះក៏មិនខុសគ្នាប្រហែលទេបងប្អូនបាទមិនខុសគ្នាប្រហែលទេបាទខាងលើចឹងទៅព្រះរាជាណាចក្រកម្ពុជាជាស្នៃទៅវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនហើយលេខផូប៉ូបាទចុចណាអានេះគឺខ្ញុំបិទអត់បង្ហាញទេបាទរក្សាសិទ្ធិរបស់ខាងម្ចាស់គេបាទក្បាលដីសកម្មសិទ្ធិលេខបាទរាជធានីខេត្តភ្នំពេញបាទខណ្ឌចកាមូនបាទសង្កាត់បឹងកេងកងទី3ភូមិ1ផ្លូវ396អគារសកម្មសិទ្ធិឈ្មោះបាទ L បឹងកេងកងទី3ប្លង់ស្ថាបត្យកម្មនៃលិខិតអនុញ្ញាតសាងសង់ចុះថ្ងៃទី1ខែមេសាឆ្នាំ2016ទំហំបាទទំហំចំណែកឯកជនសរុបបាទទំហំចំណែកឯកជនសរុបនេះគឺសំដៅទៅលើមានថាពេលដែលយើងទិញទៅគឺកម្មសិទ្ធិរបស់យើងណាបងប្អូនគឺមានទំហំ49.1មានថាយើងអាចប្រើប្រាស់ឯកជនយើងណាបាទនៅជាន់បាទទីចឹងទៅភាគរយចឹងទៅហើយកន្លែងនេះគឺប្លង់បាតដូចគ្នាបងប្អូនណាហើយខ្មៅនេះខាងខ្មៅនេះបងប្អូនខ្មៅនេះគឺជាទីតាំងបង្ហាញខុនដូរបស់យើងថានៅទីតាំងហ្នឹងហើយខាងក្រោមនេះគឺអត់មានអីទេបងប្អូនបាទមានដូចទៅនឹងគេថាប្លង់ដីប្លង់ទៀតដែរបងប្អូនណាមានសញ្ញាបោះត្រាចឹងទៅមានមន្ទីរមានអីខាងក្រោយបងប្អូនណានេះផ្នែកខាងក្រោយតើផ្នែកខាងក្រោយនៃខុនដូវាមានលក្ខណៈយ៉ាងម៉េចបាទអញ្ចឹងឥឡូវមានចុះបញ្ជីទាំងណាបងប្អូនបាទអក្សរសញ្ញាខ្លួនចឹងទៅបងប្អូនបាទចំណែកឯកជនលេខចឹងទៅបាទប្លុកលេខចឹងទៅជាន់លេខចឹងទៅប្លង់ស្ថាបត្យកម្មចឹងទៅបាទប្រភេទសំណង់បេតុងបាទរូបភាពប្រើប្រាស់ជាលំនៅឋានលក្ខណៈប្រើប្រាស់ឯកជនហើយបងប្អូនមើលមកខាងក្រោមនេះទៀតបងប្អូនមើលខាងឆ្វេងទំហំបាទចំណែកឯកជនបាទម៉ែត្រការ៉េហ្នឹងបាទ49.1ម៉ែត្រការ៉េបាទនាមខ្លួនបាទនាមតកូលនាមខ្លួនចឹងទៅបាទប្រភេទទ្របបាទទ្របនេះគឺបាទខាងលើនេះគឺទ្របម្ចាស់កម្មសិទ្ធិអភិភិបបងប្អូនធ្លាប់ដឹងមើលតែមើល YouTube ខាងខ្ញុំធ្លាប់និយាយពីរឿងសិទ្ធិអភិភិបមិនអីបាទទ្របអភិភិបកម្មសិទ្ធិអភិភិបបាទមានថាមនុស្សច្រើនអ្នកអាចទិញទ្របនេះដោយចូលហ៊ុនគ្នាចឹងបងប្អូនបាទខាងនេះគឺផ្ទេឲ្យបងប្អូនបាទផ្ទេឲ្យចឹងទៅបាទជាទ្របលាវបាទមានថាទ្របលាវបងប្អូនដឹងហើយនេះដែរមិនទាន់មានគ្រួសារបាទអញ្ចឹងគេដាក់ជាទ្របលាវបងប្អូនណាបាទអញ្ចឹងថ្ងៃខែឆ្នាំកំណត់អញ្ចឹងទៅបងប្អូននេះបាទសាវតាអញ្ចឹងទៅបងប្អូនបាទនេះលេខាចរិតអញ្ចឹងបងប្អូនណាមើលតាមនឹងណាបាទហើយបន្ទុកលើចំណែកជនមិនថាគឺអត់មានចំបន្ទុកទេបាទអញ្ចឹងផ្នែកខាងក្រោយគឺវាអញ្ចឹងបងប្អូនអត់មានអីដែលយើងគិតថានេះទេក៏វាខុសគ្នាជាមួយនឹងប្លង់ដីប្លង់ទៀតបន្តិចបងប្អូនណាបាទនេះប្លង់មួយទៀតបងប្អូនណាប្លង់នេះគឺប្លង់ខុនដូដូចគ្នាបាទបងប្អូនឃើញទេបាទវិញ្ញាបនបត្រសម្គាល់មួយចំណែកម្ចាស់ចំណែកឯកជនអញ្ចឹងទៅបងប្អូនបាទលេខអញ្ចឹងទៅបងប្អូនណាបាទក្បាលដីសកម្មសិទ្ធិហើយរាជធានីភ្នំពេញបាទនេះនៅក្នុងខណ្ឌមានជ័យណាបងប្អូនបាទហើយសង្កាត់ស្ទឹងមានជ័យ1បាទភូមិមានជ័យបងប្អូនណាហើយអគារសកម្មសិទ្ធិឈ្មោះ Anata Residence បងប្អូនណាបាទខុនដូនេះគឺឈ្មោះ Anata Residence នៅខាងស្ទឹងមានជ័យប្លង់ស្ថាបត្យកម្មនៃលិខិតអនុញ្ញាតសាងសង់ចុះថ្ងៃទី2ខែសីហាឆ្នាំ2023បងប្អូនណាបាទចំណែកឯកជនគេ 37.94 ម៉ែត្រការ៉េបងប្អូនឃើញទេបាទនេះឃើញទេនេះបាទអញ្ចឹងយើងមើលមកខាងនេះបាទជាប្លង់បាតគេបាទអញ្ចឹងតំបន់ដែលឆ្នោតខ្មៅដិតជាងគេហ្នឹងគឺជាទីតាំងខុនដូឬក៏ប្លង់ខុនដូឬក៏សម្គាល់ទីតាំងខុនដូដែលយើងបានទិញឬក៏អតិថិជនគាត់បានទិញបងប្អូនណាហើយខាងក្រោមនេះមានអីចឹងទៅថ្ងៃទីបាទក្រសួងដែនដីបាទមន្ទីរចឹងទៅបងប្អូនបាទសញ្ញេចឹងទៅបងប្អូនណាបាទគឺលក្ខណៈផ្នែកខាងមុខគឺអញ្ចឹងហើយផ្នែកខាងក្រោយដូចខ្ញុំធ្លាប់ឲ្យបងប្អូនមើលបងប្អូនណាបាទអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់ឬក៏មានសំណួរទាក់ទងនឹងវិស័យចំណាក់ទ្រព្យបាទមិនថាផ្ទះមិនថាខុនដូបាទថាដីបងប្អូនអាច comment ខាងក្រោមបានបងប្អូនណាហ្នឹងហើយពេលដែលខ្ញុំនឹងធ្វើវីដេអូឬក៏ឆ្លើយឆ្លងតាម comment ជូន
បងប្អូនហើយសម្រាប់បងប្អូនដែលមិនទាន់បានចុចចាប់ Subscribe បងប្អូនជួយចុចម្នាក់មួយទៅបាទហើយដើម្បីខ្ញុំមានទឹកចិត្តក្នុងការដែលផលិតវីដេអូបន្តទៀតដោយសារមានការគ្រប់គ្រងទើបមានការផលិតបន្តទៀតបាទហើយមួយផ្នែកទៀតក៏អាចផ្ដល់ជាចំណេះដឹងជូនបងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងថ្ងៃនេះមានតែប៉ុណ្ណឹងសូមអរគុណច្រើនសូមជម្រាបលា